ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងខ្ញុំ Cameron ខ្ញុំបានអានសៀវភៅនេះចប់យូរដែរអ្នកនរគ្នាចំណងជើងគឺទម្លាប់7យ៉ាងដ៏មានប្រសិទ្ធភាពសម្រាប់យុវវ័យរបស់លោក Sans Covey ខ្ញុំបានអានសៀវភៅហ្នឹងទៅដល់ចំពុកទី7គឺអ្នកនិពន្ធគាត់បានលើកឡើងថាឧបសគ្គរបស់ខួរក្បាលមនុស្សយើងគឺ screen time screen time កន្លែងហ្នឹងគឺសំដៅទៅដល់ការប្រើប្រាស់ social media ដូចជាលេង TikTok លេង Facebook ឬក៏ IG អីជាដើមហ្នឹងមួយវិញទៀតក៏សំដៅទៅលើការលេងហ្គេមនៅលើទូរស័ព្ទឬក៏លេងនៅលើកុំព្យូទ័រអីជាដើមអ្នកនរគ្នាអញ្ចឹងក៏បានលើកឡើងថានៅពេលដែលមនុស្សយើងប្រើប្រាស់ screen time ហ្នឹងមានន័យថាចំណាយពេលច្រើននៅលើទូរស័ព្ទចំណាយពេលច្រើននៅលើកុំព្យូទ័រអីហ្នឹងគឺធ្វើឲ្យខួរក្បាលរបស់យើងនឹងឯងស្ពឹកដែលពិបាកនៅក្នុងការដោះស្រាយបញ្ហាពិបាកនៅក្នុងការសម្រេចចិត្តធ្វើរឿងអីមួយជាដើមតពីខ្ញុំអានសៀវភៅនឹងចប់ខ្ញុំបានតែអានការសិក្សាបន្ថែមទៀតអ្នកនរគ្នាដែលខ្ញុំចង់ដឹងថាតើការចំណាយពេលច្រើនម៉ោងនៅលើ social media ឬក៏ការចំណាយពេលលេង game អីហ្នឹងវាធ្វើឲ្យប៉ះពាល់ឬក៏ខូចខាតទៅដល់ខួរក្បាលយើងបែបម៉េចអីអញ្ចឹងណាអញ្ចឹងខ្ញុំបានអានការសិក្សាច្រើនដូចខ្ញុំនឹងដាក់លើនេះឲ្យគឺគេបានរកឃើញថាការដែលយើងចំណាយពេលច្រើនម៉ោងពេកនៅលើទូរស័ព្ទឬក៏កុំព្យូទ័ររបស់យើងនឹងវានាំឲ្យខូចខាតទៅដល់ឬក៏ប៉ះពាល់ទៅដល់ខួរក្បាលរបស់យើងខ្លាំងវានាំឲ្យប៉ះពាល់ទៅដល់អារម្មណ៍របស់យើងនាំឲ្យប៉ះពាល់ទៅដល់ការគិតពិចារណារបស់យើងហើយក៏នាំឲ្យមានការតាក់ចុះនៃសមត្ថភាពក្នុងការចងចាំបាត់បង់ការផ្ដោតអារម្មណ៍យើងអាចផ្ដោតអារម្មណ៍បានយូរនៅក្នុងការធ្វើអ្វីមួយរបៀបថាយើងធ្វើអានេះតិច and then ធ្វើអត់ទាន់ចប់ផងយើងទៅចាប់ឬក៏យើងទៅធ្វើអីមួយទៀតអាហ្នឹងឯងគឺយើងបាត់បង់នៅការផ្ដោតអារម្មណ៍ហើយយើងចាប់ផ្ដើមមានគំនិតអវិជ្ជមានចំពោះខ្លួនឯងប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដែលយើងឃើញនៅក្នុងបណ្ដាញសង្គមផ្ដើមអត់ពេញចិត្តនៅអ្វីដែលខ្លួនឯងមាននឹងឯងអាហ្នឹងគឺជាផលប៉ះពាល់នៃការប្រើប្រាស់ច្រើនម៉ោងហើយអ្នកនរគ្នាមួយវិញទៀតទាំងអស់ហ្នឹងបញ្ហាដែលខ្ញុំលើកឡើងមុនទាំងអស់ហ្នឹងវាអាចនាំឲ្យមានការប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្តយើងដូចគ្នាដែលនាំឲ្យមានការកើនឡើងនៅការថប់បារម្ភឬក៏ការធ្លាក់ទឹកចិត្តអីហ្នឹងជាដើមម្យ៉ាងទៀតអ្នកនរគ្នាការសិក្សាមួយនេះដែលខ្ញុំនឹងដាក់ឲ្យអ្នកគ្នាខាងលើនេះគឺគេបានផ្ដោតសំខាន់ទៅលើការលេងទូរស័ព្ទហ្នឹងពេលយប់អញ្ចឹងអ្នកនរគ្នាដែលឆ្ងល់ថាហេតុអីបានជាយើងលេងទូរស័ព្ទមុនចូលគេងធ្វើឲ្យយើងគេងអត់លក់ឬក៏អត់មានអារម្មណ៍ថាងងុយគេងឬក៏នៅពេលដែលយើងឈប់លេងហើយយើងបែរទៅជាគេងអត់លក់អាហ្នឹងដោយសារតែគេរកឃើញថាពន្លឺដែលចេញពីទូរស័ព្ទរបស់យើងហ្នឹងវាធ្វើឲ្យមានការរាំងស្ទះនៅអរម៉ូនមួយយ៉ាងដែលខួរក្បាលរបស់យើងបញ្ចេញចេញនៅពេលយប់ដែលអរម៉ូនហ្នឹងមានឈ្មោះថា melatonin ដែលអរម៉ូន melatonin ហ្នឹងវាជាអរម៉ូនជួយឲ្យគុណភាពនៃការគេងរបស់យើងបានល្អជួយឲ្យយើងងុយគេងពេលដែលយប់ជ្រៅដល់ម៉ោងគេងអីចឹងទៅហើយពេលដែលយើងមើលទូរស័ព្ទនៅពេលយប់អញ្ចឹងអាពន្លឺដែលវាចាំងចេញពីទូរស័ព្ទរបស់យើងហ្នឹងវាទៅរាំងស្ទះអរម៉ូនហ្នឹងអត់ឲ្យបញ្ចេញចេញទេអញ្ចឹងទៅបានធ្វើឲ្យយើងមើលទូរស័ព្ទពេលយប់ហ្នឹងគឺយើងអត់ងុយគេងទេហើយសំខាន់ចុងក្រោយអ្នកនរគ្នាដែលខ្ញុំអានទៅខ្ញុំគិតថាវាសំខាន់នៅពេលដែលយើងចំណាយពេលច្រើនម៉ោងនៅលើ social media វានាំឲ្យប៉ះពាល់ទៅដល់តំបន់ប្រផេះនៃខួរក្បាលរបស់យើងរូបនេះគឺគេហៅថាdecentral nervous system វាបើយើងបកជាខ្មែរមានន័យថាប្រព័ន្ធប្រសាទកណ្ដាលរបស់ខួរក្បាលរបស់យើងនឹងឯងអញ្ចឹងអ្នកនរគ្នាឃើញនៅក្នុងរូបហ្នឹងគឺមានពណ៌សជាមួយនឹងពណ៌ប្រផេះអញ្ចឹងសារធាតុពណ៌ប្រផេះហ្នឹងវាជាលិកាខួរក្បាលដែលវាមានមុខងារចាំបាច់សម្រាប់មនុស្សយើងក្នុងការរស់នៅប្រចាំថ្ងៃដោយសារតែជាលិកាហ្នឹងវាទទួលខុសត្រូវក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃរបស់មនុស្សយើងចាប់ពីការធ្វើចលនាទៅការចងចាំរហូតទៅដល់អារម្មណ៍របស់យើងផងដែរអញ្ចឹងនៅពេលដែលយើងចំណាយពេលច្រើននៅលើទូរស័ព្ទឬក៏កុំព្យូទ័ររបស់យើងនឹងឯងធ្វើឲ្យគុណភាពនៃអាសារធាតុពណ៌ប្រផេះហ្នឹងវាធ្លាក់ចុះអ្នកស្រាវជ្រាវគឺគាត់បានណែនាំថាបើសិនជាចង់ឲ្យសារធាតុពណ៌ប្រផេះហ្នឹងវានៅល្អឬក៏ចង់រក្សាខួរក្បាលរបស់យើងឲ្យនៅល្អគឺយើងត្រូវការកាត់បន្ថយscreen time កាត់បន្ថយការលេងទូរស័ព្ទកាត់បន្ថយការចំណាយពេលនៅលើ screen កុំព្យូទ័រ screen ទូរស័ព្ទហ្នឹងអីហើយយើងត្រូវចាប់ផ្ដើមធ្វើលំហាត់ប្រាណធ្វើចលនាឲ្យបានច្រើនអានសៀវភៅគេឲ្យបានគ្រប់គ្រាន់អីហ្នឹងទៅដើម្បីជួយឲ្យសុខភាពខួរក្បាលរបស់យើងបានល្អអ្នកនរគ្នាទាំងអស់ហ្នឹងឯងគឺជាផលប៉ះពាល់នៃការប្រើប្រាស់ទូរស័ព្ទឬក៏កុំព្យូទ័រច្រើនអ្នកនរគ្នា
នៅក្នុងវីដេអូក្រោយគឺខ្ញុំនឹងនិយាយអំពី3វិធីសាស្ត្រដែលខ្ញុំប្រើប្រាស់ដើម្បីកាត់បន្ថយការចំណាយពេលលើ social media របស់ខ្ញុំផ្ទាល់យ៉ាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅឱកាសក្រោយបាយបាយ